យប់ស៊ូធនជនដែលយប់តាមដាននៅការផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ CNC ឃើញថារយៈពេល2ថ្ងៃគឺចាប់តាំងពីថ្ងៃទី15 16នេះគឺអាយដាមខុយដាអាបាខេត្តពោធិ៍សាត់លោកបានដឹកនាំសម្រាប់សម្រួលដល់ក្រុមអ្នកសង្កេតការអាស៊ានដែលយើងហៅកាត់ថា AOT បានចុះមកពិនិត្យមើលទីតាំងជាក់ស្ដែងនៅក្នុងឃុំធម្មតាស្រុកវាលវែងខេត្តពោធិ៍សាត់បន្ទាប់ពីភាគីថៃបានធ្វើការបាញ់ផ្លុងទម្លាក់គ្រាប់បែកដែលមានរយៈពេល20ថ្ងៃមកហើយបើយើងគិតទៅហើយតាកតងទៅនឹងលទ្ធផលយ៉ាងណានោះសូមទស្សនិកជនតាមដាននៅការលើកឡើងរបស់អាយដាមដូចតទៅបាទក្នុងរយៈពេល2ថ្ងៃនេះគឺក្នុងនាមអាជ្ញាធរខេត្តគឺបានសម្របសម្រួលជាមួយក្រុម AOT អាស៊ានដែលចុះទៅមើលទីតាំងដែលត្រូវបានពួកថៃឈ្លានពានរំលោភមកលើបូរណភាពទឹកដីរបស់យើងគឺ4ចំណុច4ទីតាំងបាទទី1គឺនៅតំបន់ចោ1ទី2កន្លែងស្ពានជ័យជំនះដែលយើងនៅឈរទីនេះហើយទី3គឺកន្លែងភ្លុកដំរីហើយទី4គឺច្រកជ័យជំនះច្រក56ដែលយើងទៅមើលមិញដែលមានតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសអីនៅតំបន់ហ្នឹងទាំងអស់ហ្នឹងឯងបាទអីដល់គេថាប្រមាណគោលដៅ4គោលដៅដែលដល់បានពីរាប់មិញតើទំហំនៃការខូចខាតដែលយើងបានបង្ហាញទៅដល់ក្រុមអ្នកសង្កេតការអាស៊ានហ្នឹងមានទំហំនៃការខូចខាតហ្នឹងដល់កម្រិតណាទេដល់បាទនេះគឺការទំហំនៃការខូចខាតគឺយើងចែកចេញជា2ផ្នែកមួយគឺពាក់ព័ន្ធនឹងអគាររដ្ឋបាលរបស់កម្លាំងប៉ុស្តិ៍ជួរមុខហើយនឹងអគារមន្ទីរពេទ្យណាមណ្ឌលសុខភាពហើយនឹងអគារពាណិជ្ជកម្មក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលយើងមើលឃើញស្ពាននៅពីក្រោយខ្នងរបស់យើងនេះអានឹងដែលជាចំណុចហើយនឹងការហុំព័ទ្ធយកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៃ39គ្រួសារដែលយើងឃើញជាក់ស្ដែងហ្នឹងហើយយើងបាននាំក្រុម AOT ទៅនេះយើងបានបង្ហាញអ្វីដែលគេថាកម្ពុជាគម្រាមកំហែងកម្ពុជាឈ្លានពានយើងបានបកស្រាយជូនហើយជាក់ស្ដែងគឺមិនមែនកម្ពុជាអ្នកឈ្លានពានគម្រាមកំហែងទេគេឈ្លានពានគេគម្រាមកំហែងយើងគេឆ្លើយថាយើងជាអ្នកគម្រាមកំហែងគេហើយក្រុម AOT ក៏លោកបានយល់ថាគេយល់អស់ហើយកិច្ចការងារហ្នឹងបាទគេបានដឹងអស់ហើយគេដើរឃើញច្រើនហើយអញ្ចឹងកន្លែងនេះក៏ដូចជាកន្លែងផ្សេងដូចគ្នាដែរនេះគឺមិនមែនវាយហើយដកថយទេវាយចូលកាន់កាប់អានេះគេហៅឈ្លានពានណាឈ្លានពានហេវាបាត់បង់ហើយយើងឃើញគេហុំព័ទ្ធបលាលុះអីមិញយើងឃើញណាយើងឃើញជាក់ស្ដែងដែលជាកន្លែងផ្ទះប្រជាពលរដ្ឋជាកន្លែងកងទ័ពនៅជាកន្លែងអគារពាណិជ្ជកម្មហើយគេព័ទ្ធយកអស់ហើយរឿងអីដែលមិនចូលមកឈ្លានពានហ្នឹងបាទឯកឧត្តមតេតងបញ្ហានេះថាតើខាងវិធីកម្ពុជាយើងមានការរៀបចំជាយន្តការឬក៏បាត់ហាងគេយុទ្ធយ៉ាងម៉េចដែរទៅស្របទៅតាមច្បាប់អន្តរជាតិនៃទីទាបាទអាហ្នឹងជាគោលការណ៍ប្រមុខរដ្ឋាភិបាលលោកបានគិតគូរហើយបាទយើងយកច្បាប់អន្តរជាតិមកដោះស្រាយវាសល់អាយុជីវិតប្រជាជននៅកងទ័ពប្រមុខរដ្ឋាភិបាលលោកបានគិតគូរលោកក៏បានមានប្រសាសន៍ជាច្រើនលើកចន្ទសាហើយថាជីវិតមនុស្សមានតម្លៃជាងអ្វីៗទាំងអស់អញ្ចឹងយើងសុខចិត្តដោះស្រាយតាមច្បាប់អន្តរជាតិដោយសន្តិវិធីឲ្យអស់លទ្ធភាពជិះវៀងដែលយើងប្រឈមនឹងប្រដាប់អាវុធដែលធ្វើឲ្យបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅកងទ័ពហើយការបាត់បង់ជីវិតយើងកុំគិតថាភាគីកម្ពុជាភាគីថៃក៏ចឹងដែរដូចគ្នាបាត់បង់ទាំងសងខាងហើយខាងភាគីក៏ថៃក៏ចង់រស់ដែរគ្មានអាណាចង់ងាប់ទេបាទអញ្ចឹងប្រមុខរបស់យើងលោកឆ្លៀសវៃលោកបានគិតគូរថាសន្តិភាពដើម្បីយើងចូលតុចរចាដោះស្រាយនេះគឺវាសល់ជីវិតមនុស្សចឹងឯងបាទហើយដល់មកជាចុងក្រោយឃើញថាក្រោយពីយើងមកព្រមព្រៀងគ្នាឈប់បាញ់វាកាលពីថ្ងៃទី27ដល់ពេលនេះតើបងប្អូនជាប្រដ្ឋយើងជាប្រទេសសឹកលោកបានវិលត្រឡប់ជួលមកកាន់មូលដ្ឋានប្រមាណគ្រួសារហើយគាត់មកជាកូកានៅឃុំធម្មតាយើង900គ្រួសារណា900គ្រួសារដែលយើងត្រូវទៅនៅកន្លែងតំបន់មានសុវត្ថិភាពបាទក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពមកគឺក៏យើងបានរាជរដ្ឋាភិបាលគឺបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងត្រឡប់មកកន្លែងដើមវិញបាទឥឡូវនេះក្នុង900គ្រួសារនេះយើងនៅសល់តែ84គ្រួសារទេទី1គឺអ្នកដែលគេហុំព័ទ្ធយកណាដែលយើងមាន39គ្រួសារទី2គឺអ្នកដែលជាប់
នឹងបលាលុះបដ ដែលយើងគាត់មិនអាចមកបានចឹងគាត់មកហើយគាត់ឡប់ទៅវិញថាគាត់នៅមិនគាត់នៅជាប់បលាលុះហើយកម្លាំងយោធាថៃហ្នឹងគឺនៅដើរការពារនៅហ្នឹងចឹងគាត់មិនហ៊ានមករស់នៅគឺគាត់នៅកន្លែងតំបន់ដែលមានសុវត្ថិភាពដដែលជាចុងក្រោយគឺក្នុងនាមជាអាជ្ញាធរហើយក៏ជាពលរដ្ឋមួយរូបរបស់ប្រទេសកម្ពុជាពិតជាអរគុណចំពោះក្រុមការងារអាស៊ានដែល AOT ដែលលោកចុះមកយ៉ាងសកម្មបំផុតចុះទៅដល់ជួរមុខតែម្ដងដើម្បីអង្កេតការណ៍ដើម្បីទប់ស្កាត់កុំឲ្យការឈ្លានពានកុំឲ្យការបាញ់ប្រហារមកលើប្រជាជនកម្ពុជារបស់យើងនេះពិតជាមានតម្លៃមែនទែនពិសេសគឺប្រធានអាស៊ានណាអាន់វ៉ាដែលលោកតែងតែលះបង់ពេលវេលាគ្រប់យ៉ាងដើម្បីចូលរួមចំណែកក៏ដូចជាប្រធានាធិបតីដូណាល់ត្រាំណាប្រធានាធិបតីប្រទេសចិននៃប្រទេសពិភពលោកដែលគេជួយជ្រោមជ្រែងយើងអរគុណគេទាំងអស់ដែលបានមកចូលរួមទាំងអស់នេះហើយពិសេសមែនទែនគឺប្រមុខរដ្ឋាភិបាលរបស់យើងបាទគឺសម្ដេចទាំងទ្វេគឺមិនដែលមានម៉ោងពេលសម្រាប់ទេគិតគូរពីរឿងបញ្ហាបូរណភាពទឹកដីបញ្ហាអាយុជីវិតកងទ័ពអាយុជីវិតប្រជាជនសុខទុក្ខរបស់ប្រជាជនទាំងអស់ដែលកំពុងតែធ្វើពេលបច្ចុប្បន្ននេះគឺពិតជាឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងប្រឈមនៃការឈ្លានពានយ៉ាងខុសខើបំផុតមកលើបូរណភាពទឹកដីរបស់យើងនេះគឺរាជរដ្ឋាភិបាលរបស់យើងគឺមិននៅស្ងៀមទេគឺជួយពុកម៉ែបងប្អូនយើងទាំងអស់គ្រប់ទិសទីទាំងអស់សូមអរគុណទស្សនិកជនដែលបានតាមដាននៅសេរីការរបស់ខ្ញុំបាទពីស្ពានជ័យជំនះដែលហៅថាស្ពានមេទឹកស្ថិតនៅក្នុងឃុំធម្មតាស្រុកវាលវែងខេត្តពោធិ៍សាត់បាទសូមអរគុណសូមគោរពលាបាទ